មេដៃឆក់ណាបាទមកដល់ហើយបងប្អូនបាទនេះណាមានហើយបងប្អូនបាទចឹងបងប្អូនតែសួររកមេដៃឆក់បាទហ្នឹងហើយចឹងមានហើយណាបាទចាំបងប្អូនជួយចិត្តដើរលេងកំសាន្តបងប្អូនដើរព្រៃដើរភ្នំណាឬមួយក៏បងប្អូនយកទៅបោះតាមសមុទ្រតាមទន្លេតាមដងស្ទឹងដងអូអីឬមួយក៏តាមអណ្ដូងណាបងប្អូនអាចយកបោះបានបាទហ្នឹងហើយនេះបាទស្រូបខ្លាំងបងប្អូនបាទដៃឆក់នេះអាចលើកទម្ងន់បាន180គីឡូបងប្អូនបាទលើកទម្ងន់180គីឡូបាទហ្នឹងហើយគុណណាបាទហ្នឹងហើយលើកទម្ងន់បាន180គីឡូបាទចឹងបងប្អូនចង់បានណាបងប្អូនអាចយកទៅប្រើប្រាស់បានហ្នឹងហើយបងប្អូនដែលចិត្តដើរលេងកំសាន្តឬក៏ចង់យកទៅរកវត្ថុដែលចាស់ដែលធ្លាក់ចូលអណ្ដូងធ្លាក់ចូលសមុទ្រធ្លាក់ចូលទន្លេដងស្ទឹងជាច្រើនឆ្នាំណាបាទចឹងបងប្អូនយកទៅវានឹងស្រូបទាញវត្ថុចាស់ធ្លាក់ចូលក្នុងអណ្ដូងធ្លាក់ចូលក្នុងទន្លេសមុទ្រហ្នឹងទាញចេញមកណាបាទហ្នឹងហើយចឹងបងប្អូនអាចយកប្រើប្រាស់បានបាទហើយយើងធ្លាក់ចុះទៅវាច្រើនឆ្នាំណាកាលអ្នកខ្លះធ្លាក់ទៅរាប់សិបឆ្នាំទៅហើយអញ្ចឹងយើងអាចយកទៅបោះដើម្បីទាញយកវត្ថុចាស់ដែលនៅក្នុងបាតសមុទ្រដាក់ទន្លេដែលកប់ចោលជាច្រើនឆ្នាំមកបាទហ្នឹងហើយអញ្ចឹងបងប្អូនទីកន្លែងនេះយើងចងខ្សែបាទមានពួកចងខ្សែអញ្ចឹងទៅណាបាទចងខ្សែអញ្ចឹងយើងបោះចូលទៅអណ្ដូងទៅឬមួយក៏តាមបាតសមុទ្របាតទន្លេណាបាទថ្ងៃនេះណាបាទហើយយើងអូសទាញចេញមកវានឹងជាប់មកមានរបស់ជាច្រើនដែលនៅក្នុងបាតសមុទ្របាតទន្លេហ្នឹងជាប់មកចាំបាទបងប្អូនរបស់ដាក់ខ្លះចាស់កប់ចោលរាប់សិបឆ្នាំរាប់រយឆ្នាំរាប់ពាន់ឆ្នាំបាទឬក៏ជាច្រើនឆ្នាំបាទបងប្អូនយកទៅនឹងស្រូបទាញបាទបងប្អូនចិត្តដើរលេងកំសាន្តណាដែលចូលចិត្តបោះដែលចូលចិត្តដើររកវត្ថុចាស់បាទហ្នឹងហើយបាទហើយបងប្អូនដែលខាងធ្វើវីដេអូណាMMOបាទបងប្អូនចិត្តធ្វើវីដេអូបាទយកនេះទៅប្រើប្រាស់បានបងប្អូនដែលអត់មាននឹកឃើញយកធ្វើវីដេអូអីបងប្អូនអាចយកដុំដៃទៅបោះបានណាដុំដៃឆក់នេះទៅបោះទៅទឹកក្នុងទន្លេបានបាទនឹងទទួលបានការមើលវីដេអូច្រើនបាទហ្នឹងហើយបាទចឹងមេច្រើនណាបាទចឹងបងប្អូនចង់បានសូមទៅមកបាទហ្នឹងនេះ